សូមជូនឬជើងខ្លាញ់ទាំង3ភាគទី6ពេលលីសម្លឹងកែវផេព្រោះនាងមិនត្រឹមតែស្អាតទេមុនស្នេហ៍ដែលបង្កប់ក្នុងត្រទាស់ផ្កាកែវមួយតុកនេះគឺភាពទន់ភ្លន់សភាពរៀបសារកែវភ្នែកស្រទន់គួរឲ្យអាណិតនិងភាពញញឹមរៀងស្រងោតស្រងាត់របស់នេះពេលលីញញឹមស្រាលដាក់ស្រស់ស្រីរួចទាញដៃនាងថ្នមថ្នមនាំចូលទៅផាម៉ាស៊ីក្បាច់នោះកុំរវល់គួរសំច្រើនពេកនេះរំរបួសសិនចាំនិយាយគ្នាទីម៉ាលីកែវលួចមើលមកពេលលីនាងក្រមុំទទួលស្គាល់ថាបារម្ភម្នាក់នេះរូបសង្ហាសម្ដីទន់ភ្លន់គួរឲ្យចូលចិត្តណាស់គេជាប្រុសដែលមានទឹកចិត្តទៀតផងប៉ុន្តែស្រស់ស្រីខ្លាចចិត្តម៉ាលីកែវស្មានថាជាប្រពន្ធរបស់គេទៅវិចារទាំងដកដៃចេញពីពលីបណ្ដាមិនអីទេលោកកុំឲ្យភរិយាចាំយូរខ្ញុំចូលរំរបួសម្នាក់ឯងក៏បានគ្រាន់តែរបួសតិចតួចប៉ុណ្ណោះម៉ាលីកាខ្នាញ់នឹងពលីណាពេលឃើញគេយកចិត្តនឹងតុនភ្លុំដាក់ម៉ាលីកាខុសពីពេលនិយាយជាមួយនេះគឺផ្លែផ្ការហូតស្រស់ស្រីបោកភ្នែកធំសម្លក់ពលីណានាជាប្រពន្ធមនុស្សលប់សតិដោយគាត់នោះគ្រាន់តែគាត់ជាអ្នកធ្វើការឲ្យគ្រួសារខ្ញុំតែប៉ុណ្ណោះពលីដូចជាអន់ចិត្តនឹងម៉ាលីកាខ្លាចណាស់ព្រោះមិនគួរប្រមាថនេះនៅចំពោះមុខមនុស្សដែលទៅនឹងស្គាល់គ្នាបែបនេះមិននឹកញញឹមស្ងួនមែនហើយមនុស្សធន់អន់ដូចជាខ្ញុំធ្វើមិននឹងស័ក្តិសមជាមួយនារីខ្ពង់ខ្ពស់ចឹងនេះអ្នកនាងកុំយល់ច្រឡំអីធ្វើឲ្យបាក់មុខអ្នកនាងម្ចាស់ខ្ញុំអស់ហើយឃើញមុខពលីមកមូតម៉ាលីកាស្ដាយក្រោយដែរនាងមិនគួរបំបាក់មុខគេសោះប៉ុន្តែឆោមល្អក៏មិនយល់ដែរថានាងខឹងនឹងគេរឿងអ្វីគ្រាន់តែឃើញពន្លឺភ្នែកយកចិត្តទុកដាក់របស់ពលីទៅលើម៉ាលីកាស្រាប់តែនាងខឹងនឹងគេដោយគ្មានហេតុផលស្រស់ស្រីម៉ាលីកាខំញញឹមទាំងមិនសោះសំទោសបើខ្ញុំចូលច្រឡំនិយាយចោះម៉ាណាវីដែលចូលក្នុងហាងលក់ថ្នាំចឹងលឺរបួសក្បាលនាងធំគួរសមដែរពេលអ្នកលក់ថ្នាំជួយរំរបួសឲ្យកែវរូពលីប្រញាប់ចេញលុយឲ្យនាងភ្លីទូកែវខំប្រកែកក៏មិនឈ្នះម៉ាលីកាឃើញកែវមានអីវ៉ាន់ច្រើនហើយមានរបួសទីនាងចិត្តមិនដាច់ទេព្រោះម៉ាលីកាមាត់អាក្រក់បន្តិចប៉ុន្តែចិត្តល្អនាងទទួលជូនកែវទៅផ្ទះធ្វើឲ្យម៉ាលីកាពិបាកបដិសេធក៏ចូលព្រមឡើងឡានជាមួយម៉ាលីកាពលីបើកឡានចេញទៅដោយស្ងៀមស្ងាត់មិននិយាយអ្វីឡើយម៉ាលីកាជាអ្នកបបាច់បបោសួរកែវពីនេះពីនោះម៉ាលីកាប្រាប់ថានាងគ្មានសាច់ញាតិទេមកនៅចាំចំការផ្កាឲ្យគេហើយដេកបាក់ខោអាវចិញ្ចឹមជីវិតម៉ាលីកាក៏ប្រាប់ពីឈ្មោះនិងគ្រួសារនាងដល់កែវវិញទុកជាការស្គាល់គ្នាពលីលួចមើលមុខម៉ាលីកាដោយក្តីអាណិតនាងជាស្រីក្បាលមួយគ្មានសាច់ញាតិបែបនេះប្រកាសជាពិបាកណាស់ពេលមកដល់ចំការផ្កាឃើញស្ងាត់ជ្រាបបែបនេះទីអ្នកកំឡោះរត់ទៅយល់ថាហេតុអ្វីបានជាក្នុងស្នាមញញឹមរបស់កែវបង្កប់ដោយទុកព្រួយទៅវិញស្រស់ស្រីម៉ាលីកាក៏មានចិត្តអាណិតម៉ាលីកាដែរនាងគិតថាតាំងពីតូចដល់ធំនាងមានសំណាងល្អមានឪពុកម្ដាយថ្នាក់ថ្នមដោយកែវភ្នែកមិនដែលស្គាល់អ្វីថាខ្វះខាតតតែសោះបើនេះរស់នៅតែតោដោយកែវមិនដឹងពិបាកយ៉ាងណាទេម៉ាលីកាទុកលេខទូរស័ព្ទរបស់នាងឲ្យកែវនេះបងកែវលេខទូរស័ព្ទខ្ញុំបើបងមានអ្វីឲ្យខ្ញុំជួយតាក់ទងទៅខ្ញុំចុះកុំខ្លាចចិត្តខ្ញុំអីចាខ្ញុំអរគុណអ្នកនាងណាស់លោកលីមេនុបញញឹមស្រែហៅខ្ញុំថាបងកបែពូកបែកុំហៅលោកបែបនេះអីខ្ញុំជាមនុស្សទុនទីបធ្វើការបម្រើគេប៉ុណ្ណោះគ្មានឋានៈអ្វីទេកែម៉ាលីកាក្របួចមាត់ដាក់មេនុបដឹងខ្លួនចឹងល្អហ៎ពលីលេងភ្នែកមើលមុខស្រស់ស្រីម៉ាលីកាទាំងខ្នែរួចងាកមុខចេញខ្ជិលឆ្លាជួនកាលដល់ផ្ទះរូបពួកគេនាំគ្នាត្រឡប់មកវិញព្រោះម៉ាលីកាមិនតាន់បានទិញអ្វីនៅឡើយមកដល់ចិត្តផ្សារនាងក្រមុំឃើញស្រីចំណាស់ម្នាក់កាន់កម្រងផ្កាលុកភ្នែកគាត់ដូចជាងងឹតផងដើររាវស្រ័យពពីនេះឲ្យគេជួយទិញផ្កាស្រស់ស្ភីអាណិតគាត់ក៏ប្រាប់ពលីឲ្យឈប់លេនេះចុះទៅជួយដឹកដៃស្ត្រីចំណាស់ទៅលើចិញ្ចើមថ្នល់លោកយាយឈរត្រង់នៅសិនហាឡានម៉ូតូច្រាត់ណាស់ខ្ញុំជួយទិញផ្កាទាំងអស់ចុះថ្លៃប៉ុន្មានដែរយាយមិនសមមកដើរលក់ផ្កាបែបនេះទេចាហើយមិនក៏មិនឲ្យកូនចៅមកលុះយាយចាស់សំពះអរគុណនាងក្រមុំញោមដែរអរគុណអ្នកនេះខ្ញុំគ្មានកូនចៅទេបើមិនខំរកចិញ្ចឹមជីវិតខ្លួនឯងទៅពឹងអ្នកណាបានទៅ
យាយលក់ផ្កាបានប្រាក់ខ្លះទុកសម្រាប់ទៅវត្តធ្វើបុណ្យធ្វើទាននឹងគេណៃជីប្រាក់នេះខ្ញុំជូនជីទុកធ្វើដើមទុនរកស៊ីចុះពេលលីតាមមើលម៉ាលីការួចញញឹមក្រវីក្បាលតាច់មើលទៅនាងដូចជាចិត្តល្អដែរចិត្តមិនដូចមាត់ក្រៅរបស់នាងទេប៉ុន្តែជាមួយនេះដូចជាមិនត្រូវខែឆ្នាំគ្នាសោះល្អបានតែមួយផ្លែតក៏រករឿងវិញភ្លីខណៈនោះមនុស្សក៏រលែកឃើញដូចជាចុងកំបិតលេចចេញពីហបៅអាវយាយសំទីនរៈសង្ហាលោតចុះពីឡានអរហាងដោយភ្លេចបន្ទោទៅចាប់ទាញកែល្វត់ល្វូននាងប្រយ័ត្នម៉ាលីកាផ្លត់ចំហព្រោះមិនបានដឹងខ្លួនមុនធ្វើឲ្យខ្លួននាងដូរទៅលើអ្នកទាំងស្រុងបបោមាត់តូចស្ដាងដោយត្របកផ្កាផ្អើបចាំបបោមាត់មានមុនស្នេហ៍របស់អ្នកកំឡោះចំហាយក្តៅរត់រស្តាប់បេះដូងគេទាំងពីរលោតញាប់រន្ថើនដូចគ្នាឆោមល្អខំច្រានគេចេញទាំងថ្ពក្រហមដូចផ្លែតន្លង់បងលីឈ្គត់ទេនរៈសង្ហាលែងដៃពីកាយស្រីល្អស្ទុះទៅចាប់ដៃជីចំណាស់ឆាច់អប៉ៅអាវគាត់មានលក្ខបិទណាស់ដឹងទេចាក់ក្រៃឲ្យពួកយើងប្រយ័ត្នយាយចាស់ភ័យញូមិនមែនទេចៅប្រុសពេលពលីទេកមកឃើញកំបិតចិត្តស្លាចាស់សោះមនុស្សប្រញាប់លេងដៃគាត់វិញធ្វើមកអេះអន់សំទោសខ្ញុំយល់ច្រឡំលោកយាយទៅចុះយាយចាស់ដើរចេញទៅទាំងនៅភ័យរញីរញូម៉ាលីកាដូចជារំភើបចិត្តដែរគ្រប់ពេលវេលាពលីបារម្ភនឹងការពេលនេះណាគេជាមនុស្សគោរពចាស់ទុំតែពេលនេះដើម្បីសេចក្តីសុខរបស់នេះគេមិនលើកលែងសូម្បីមនុស្សចាស់ក៏សង្ស័យធ្វើឲ្យឆោមល្អកក់ក្ដៅក្នុងចិត្តយ៉ាងចម្លែកនរនីធ្វើមកអឹមអៀនវិចារតិចអរគុណដែលបងជួយដាស់តឿនចាំខ្ញុំប្រុងប្រយ័ត្នខ្លួនឲ្យបានច្រើនជាងនេះពេលម៉ាលីកានិយាយស្រួលបាច់នេះគួរឲ្យស្រឡាញ់ម្យ៉ាងដែរអ្នកកំឡោះខ្មាស់នាងក្រមុំដែលខ្លួនប្រយ័ត្នជ្រុលពេកក៏អេះក្បាលសើចទាំងមិនសូវសោស្រស់ស្រីក៏ខ្មាស់គេដែរគេចូលទៅក្នុងផ្សារទិញរបស់ដែលនាងត្រូវការចំណែកពលីនៅអង្គុយចាំក្នុងឡានមនុស្សសង្ហាអង្អែបបុំមាត់ថ្នមរួចអស់សំណើចម្នាក់ឯងនៅផ្ទះណាវ៉ាមានរៀបចំជប់លៀងក្រុមការងារក្នុងចំការកសួររបស់គេអ្នកក្រៅមានតែចក្រីម្នាក់ប៉ុណ្ណោះព្រោះគេគ្រាន់តែចង់រៀបអន្ទាក់ដាក់ចក្រីកុំឲ្យមនុស្សតាមស្រាវជ្រាវដឹងរឿងដែលគេធ្វើហើយទម្លាក់កំហុសឲ្យលោកមនុស្សណាវីឃើញចក្រីមកដល់ផ្ទះនាងដូច្នេះត្រេកអរណាស់ខំតបតែងខ្លួនយ៉ាងស្អាតចូលមកទទួលអ្នកកំឡោះនាងក្រមុំតូចនៅខ្ចីសេចក្តីក្នុងរឿងស្នេហានាងពេញចិត្តគេក៏បង្ហាញត្រង់មិនលាក់អារម្មណ៍ទេបើប្រៀបធៀបសម្រស់ណាវីនិងសភៈត្រាគឺមិនចាញ់គ្នាឡើយពួកនាងស្ទើរតែជាផ្កាស្រស់ប្រចាំដែនដីរតនគិរីទៅតែពេញលំអគូឲ្យចង់បេះថ្នាក់ថ្នមប៉ុន្តែគ្មាននរណាអាចស្មានចិត្តកំឡោះខលម្នាក់នេះត្រូវឡើយថាគេពេញចិត្តផ្កាមួយតោកណាឲ្យប្រកបព្រោះបេះដូងអ្នកកំឡោះដូចជាមានជំរឿពិបាកវាស់ស្ទង់បំផុតគេលេងច្រាផ្អែមល្ហែមមរឹកមកឲ្យទៅឃើញត្រីស្អាតបរោះខ្លះប្រើពាក្យថាស្រឡាញ់ទាំងអស់មិនស្មោះតែមួយទៅវិញបើនារីណាម្នាក់ចង់គ្រប់គ្រងបេះដូងបរោះជើងខ្លាំងម្នាក់នេះប្រហែលជាពិបាកបន្តិចហើយស្រស់ណាវីស្លៀកខោកប៊យពណ៌សរឹបរៀងតូចច្រឡឹងត្រូវនឹងអាវយឺតពណ៌ស្វាយស្រស់គ្រឿងអលង្ការធ្វើពីអង្កាំពាក់មួយជុំកមើលទៅដោយកូនក្រមុំតុក្កតាដែលមានភ្នែកធំគួរឲ្យស្រឡាញ់ឆោមល្អលើកសាច់ក្លែមគ្រប់មុខមកថែមឲ្យចក្រីនិងបងប្រុសចក្រីញញឹមស្រស់ញាក់មុខដាក់ណាវីមានអ្នកលើកម្ហូបឲ្យស្អាតចឹងនេះបងប្រហែលជាមិនសបាំងស្រាតទេយប់នេះគឺសបាំងនឹងសម្រោនវីច្រើនជាម៉ាណាវីសើចស្រស់ចាក់ស្រាឲ្យចក្រីបណ្ដាឲ្យប្រកាសនេះបងចក្រីបើថ្ងៃក្រោយហ៊ានសម្លឹងស្រីផ្សេងខ្ញុំខ្វាយភ្នែកបងចោលហើយចក្រីបើកភ្នែកធំកាចម្លេះអូនវីបើបងខ្វាក់ភ្នែកអូនពិបាកដឹកដៃបងហើយណាណាវ៉ានក្រវីក្បាលតាច់ត្រង់ហូចចិត្តនេះឯងក៏ចង់ចង់ប្អូនស្រីនៅខាងមុខបងប្រុសគេអញ្ចឹងហ៎ចក្រីអស់សំណាងព្រោះខ្ញុំជាមនុស្សត្រង់គ្មានបទបទណាបងវ៉ាក្នុងចិត្តគិតយ៉ាងណាគឺនិយាយយ៉ាងនោះឬមួយក៏បងចូលចិត្តមនុស្សមាត់ផ្សេងចិត្តផ្សេងណាវ៉ានសពឹកមកអស់បន្តិចដែរគេខ្លាញ់នឹងចក្រីខ្លាក់ណាស់មិនអីទេតោះឲ្យឯងពូកែសិនចុះបន្តិចទៀតអួតហើយក្រុមការងាររបស់ណាវ៉ាននាំគ្នាលើកកែវមកចូលជាមួយចក្រីបន្តគ្នានរៈសង្ហាជុលរហូតតតែស្រវាំងលេងដឹងខ្លួន
ការពិតណាវ៉ាន់ដាក់ថ្នាំដេកលុកក្នុងកែវស្រារបស់ចក្រីថែមទីព្រោះខ្លាចពិបាកចាត់ការគេណាវីរវល់តែចូលទៅប្រាប់ចុងភៅឲ្យចំអិនម្ហូបថែមតាមណាវ៉ាន់ប្រាប់ព្រោះគេខ្លាចប្អូនស្រីដឹងឬគ្រាន់តែណាវីចូលក្នុងភ្លីណាវ៉ាន់ញាក់មុខដាក់នៃម៉ងឯងឆាប់ដាក់វាចេញទៅចាត់ការរួចបោះចោលក្នុងចំការសុកក្រិតហើយរៀបចំផតតាំងទម្លាក់កំហុសឲ្យក្រិតចាតបឲ្យយើងជាអ្នកផ្ដោតដំណឹងទៅប៉ូលីសនៃម៉ត់នៃសុតស្តែងចក្រីចេញទៅដាក់ក្នុងឡារួចបើកចេញទៅចាំងលឺមកដល់ចំការសុកក្រិតពួកគេយកចក្រីមកទម្លាក់ក្នុងជ្រុងចំការពួកគេមានចំការជាប់គ្នាដឹងថាកម្មករចំការសុកក្រិតយាមនៅកន្លែងណាខ្លះទៅចូលទៅមិនឲ្យជួបពួកអ្នកយាមទេនៃសុតលោកយកកូនកន្សែងដាច់មកទប់ច្រមុះចក្រីបំរុងឲ្យគេផុតដង្ហើមដល់គ្មានស្លាកស្នេហ៍ស្រាប់តែណាវីលោតចូលពីក្នុងក្លឹបឡានខាងក្រៅមកចង្អុលមុខនៃសុតទាំងខឹងញាប់មកហេតុអីក៏ដល់ថ្នាក់សម្លាប់មនុស្សពួកឯងដឹងថាមានតោកម្រិតណាទេនៃសុតស្រឡាញ់កាណែនេះមិនក៏មកទីនេះបាទខ្ញុំធ្វើតាមតែបញ្ជារបស់អ្នកប្រុសទេនាងក្រមុំស្ទើរទៅត្រកងចាក់ក្រៃដាក់លើផ្លូវទាំងទឹកមកមកយើងមិនឲ្យបងវ៉ាន់ធ្វើបែបនេះទេចាំយើងទៅនិយាយជាមួយគាត់ខ្លួនឯងនៃម៉ត់ញាក់មកដាក់នៃសុតគេមិនអាចបណ្ដោយឲ្យណាវីបំផ្លាញគម្រោងការនេះបានឡើយសុតស្ទុះមកចាប់ខ្ទប់មាត់ណាវីទាញឡើងឡាទុកឲ្យម៉ត់ជាអ្នកសម្លាប់ចាក់ក្រៃពេកនោះអធិការសម្ផុសដែលនាំប៉ូលីសមកតាមក្រោយរហូតឈប់ឡានក្បាច់នោះរួចចូលមកឡោមព័ទ្ធនៃម៉ត់និងនៃសុតជុំចិត្តអធិការសម្ផុសធ្លាប់តាមចាប់ជនពីលដល់សៀមរីហើយជាប់អន្ទាក់ពួកលោកអាភីប៉ុន្តែបានចក្រីឃើញជួយតុងទៅលោកសុំចក្រីធ្វើជាមិត្តសម្លាញ់ទូចក្រីអាយុតែជាងលោកក៏ដែរពេលមានឬលោកសុក្រិតចោតលោកមិននិនចក្រីទូរស័ព្ទតាក់ទងសម្ផុសឲ្យជួយដោះស្រាយរឿងនេះសូម្បីតែប៉លីសក៏មិនដឹងថាប្អូនប្រុសមានមិត្តជាអធិការប៉ូលីសដែរពេលប៉ូលីសមកដល់ចាប់នៃមាត់និងនៃសិតជូទៅចក្រីងើបអង្គុយឆ្ងល់ព្រោះមនុស្សលួចចាក់ស្រែចាមិនបានផឹកថ្នាំរបស់ណាវ៉ាន់ទេណាវីស្រឡាញ់កានាងស្ទុះមកអោបអ្នកកំឡោះជាប់រលឹងរលងតាក់ភ្នែកបងកុំយកទៅបងវ៉ាន់នេះខ្ញុំសុំអង្វរខ្ញុំមានតែពីរអ្នកបងប្អូនប៉ុណ្ណោះនរៈសង្ហាក្តាប់ស្មាស្រស់ស្រីយ៉ាងណាបន្ធូរដង្ហើមធំរឿងនេះប៉ូលីសត្រូវចាប់ខ្លួនមកបានសិនហាបងក៏ចង់តែមានគាត់ខ្លះកុំទុកជីវិតមនុស្សស្មើនឹងស្លាប់សត្វដែលស្រាលបំផុតនោះរឿងសម្រាប់តោឲ្យកូនតតែគ្រួសារសុក្រិតព្រមដកពាក្យបណ្ដាំប៉ុន្តែបងនឹងជួយសម្រួលរឿងនេះតាមដែលបងអាចធ្វើបានចុះលោកសំផុងបានត្រៀមកម្លាំងរួចស្រេចហើយណាវ៉ាន់ក៏ត្រូវចាប់ខ្លួននៅឯផ្ទះក្នុងពេលជាមួយគ្នានោះដែរបន្ទាប់មកប៉ូលីសក៏ទៅនាំខ្លួននៃឡានៅផ្ទះបណ្ដោះពូជផ្កាយកទៅជួបជុំគ្នាទាំងអស់ម្ដងនេះណាវ៉ាន់មិនអាចដោះស្តារបានទៀតទេព្រឹកព្រលឹមឡើងសុក្រិតនិងក្រិតចាត្រូវទៅទីស្នាក់ការប៉ូលីសចំណែកលោកមនិលលោកស្រីនិងប៉លីក៏ទៅជួបជុំគ្នាទាំងអស់ណាវីនៅជាប់ជាមួយចក្រីដើម្បីសុំឲ្យគេជួយដោះស្រាយរឿងបងប្រុសនេះសុភ័ត្រាសុំឪពុកទៅជាមួយដែរចំណែកនីឡាប្រាប់ថានាងមិនចង់ចូលកន្លែងប៉ូលីសទេប៉ុន្តែនីឡាចង់ឆ្លៀតពេលទៅរកម៉ែលីកាពេលក្រិតចាមិននៅផ្ទះព្រោះនាងបានដឹងកន្លែងកែវស្នាក់នៅពីអ្នកម៉ូតូដប់ហាងណាវ៉ាន់ពេលដឹងថាខ្លួនមានទោសយកប្រាក់ដោះស្រាយមិនបានរឿងក្តីនេះចាំលើលោកអធិការសម្ផុសដែលជាមនុស្សស្រឡាញ់យុត្តិធម៌បំផុតមិនត្រូវការសំណុកសុកបានអ្វីទាំងអស់ធ្វើឲ្យណាវ៉ាន់បាក់ធ្មងដាច់ចិត្តអង្វរចក្រីឲ្យជួយសម្រួលរឿងនេះផងដែរសុភ័ត្រាឃើញណាវីនៅជាប់ជាមួយចក្រីបែបនេះឆោមល្អដូចជាខ្នន់ខ្នាញ់ដែលគ្មានមូលហេតុនាងសម្លក់ចក្រីស្ទើរជ្រុះក្របភ្នែកអង្គុយក៏មិនសក់ពេលដែលស្រីស្អាតមកចូលគ្នាម្ដងពីរនាក់ដូចនេះកំឡោះខលធ្វើមាត់ស្ញែកក្រាចាចូលដល់ចក្រីដែលជាអ្នកប្រាំងប្រែងវេកមុខណាវ៉ាន់ដោះស្រាយទំនួលរវាងចំការសុក្រិតនិងម៉ាណិលដែលមានទំនួលជាមួយគ្នាជួមកហាលដោយសារល្បិចរបស់ណាវ៉ាពេលនេះចំការទាំងពីរចាប់ដៃរាក់ទាក់គ្នាសាំងមិត្តជំនួសសត្រូវគឺជារឿងល្អបំផុតទើបក្រាចាព្រមដកពាក្យបណ្ដាប៉ុន្តែមាននប់សង្ខារដំកល់រឿងក្តីនេះនៅលើលោកអធិការសម្ផុសបើថ្ងៃក្រោយណាវ៉ាន់មិនកែខ្លួននៅមានល្បិចអាក្រក់អ្វីទីឲ្យតែគ្រួសារសុក្រិតឬម៉ាណិលមានបញ្ហាអ្វីកើតឡើងគឺណាវ៉ាន់ត្រូវជាប់ចោទថាណាវ៉ាន់មិនចង់ខ្លាចខ្លួនជាអ្នកទោសទេពេលមានរឿងធំវិតែជាប់គុកជាប់ច្បាប់គេក៏ស្ដាយក្រោធដែរ
ព្រោះកតញ្ញុដែលបាត់បង់ទៅពិបាកស្រោចស្រង់មកវិញណាណាវ៉ាន់សុំទោសលោកសុក្រិតនិងម៉ានិលដោយសត្វចិត្តហើយសន្យាថានឹងរួមគ្នាជំរុញភាពរីកចម្រើនក្នុងខេត្តរតនគិរីមិនចំណែននិនទីចង់មានបានតែម្នាក់ឯងទៀតឡើយពេលនេះស្ត្រីខ្លាចជាមិត្តតាហាធ្វើឲ្យផ្ទៃមេឃស្រឡះល្អមែនទេក្រាចាពលីនិងចក្រីចាប់ដៃគ្នាចាំងស្និទ្ធស្នាលក្រាចាខ្សឹបដាក់ត្រចៀកចក្រីមុនពេលបែកគ្នាមើលតែភ្នែកប្អូនស្រីខ្ញុំដូចជាចិត្តឲ្យផ្សែងហើយចក្រីបើឯងហ៊ានធ្វើឲ្យប្អូនស្រីខ្ញុំខកចិត្តនោះខ្ញុំមិនលើកលែងទោសឲ្យឯងទេប្រាប់មុនណាហាចក្រីញីច្រមុះស្ដាយស្នេហ៍ខ្លាចតែបងដេញមិនតាន់ខ្ញុំទេព្រោះខ្ញុំជាប់លេខខាងរថយន្តហើយពលីតែក្បាលចក្រីបើឯងនៅតែអាំងជើងរត់លឿនហើយមិនព្រមឈប់នៅមួយកន្លែងតិចនោះបងនេះហាជាអ្នកជួយស្ទាក់ចាប់ឯងផ្ទាល់ដែរអេបងប្រុសរបៀបម៉េចចង់ធ្វើបាបប្អូនខ្លួនឯងបែបនេះហ៎ក្រិតឆាអស់សំណាងពេលដោះស្រាយរឿងរ៉ាវនៅទីស្នាក់ការប៉ូលីសរួចរាល់ណាវ៉ាន់អញ្ជើញគ្រួសារលោកសុក្រិតនិងម៉ានិលទៅញ៉ាំបាយជួបជុំគ្នានៅផ្ទះគេម្ដងដើម្បីការចាប់ផ្ដើមមិត្តភាពដំបូងនេះលោកសុក្រិតនិងម៉ានិលមិនចំទាស់ទេព្រោះពួកលោកក៏ចង់បានការចាប់ផ្ដើមមួយដ៏ល្អដែរនៅក្នុងចំការផ្កាម៉ាលីកាឆ្លៀតពេលតំណីស្រោចផ្កាខ្លះព្រោះមើលទៅទីនេះដូចជាគេຕົកចោលគ្មានអ្នកថែទាំសោះក៏ទៅអ្នកមានផ្ទះច្រើនក៏ពិបាកដែររកមនុស្សនៅគ្មានចំណែកអ្នកក្រដូចជានេះរកតែផ្ទះតូចមួយនៅក៏មិនបានខណៈនោះស្រាប់តែនីឡាបើកឡានជូមកឈប់លង្កៀកស្ទើរតែបកម៉ាលីកាធ្វើឲ្យម៉ានាវីភ្ញាក់ធ្លាក់ទៅយកទឹកពីដែរនីឡាបើកទ្វេឡានចុះមកច្រដៃមើលមកកៅទាំងមុខមកតារណៃញ័រខ្លួនចំប្រាប់ព្រោះស្គាល់នីឡាហើយអ្វីក៏នីឡាដឹងថានាងនៅទីនេះនីឡាដើរមកមើលមកកៅពីលើដល់ក្រៅរួចពេកមាត់របៀបចំអកការពិតបងយ៉ាមានស្រីកំដៅលាក់ទុកនៅទីនេះសោះយើងចង់និយាយជាមួយនេះរបៀបត្រង់ទៅត្រង់មកបងយ៉ានឹងយើងចិត្តរៀបការហាចំណែកនាងវិញបានត្រឹមតែជាស្រីដែលគេលេងសើចម្ដងមកកាលប៉ុណ្ណោះយើងមកប្រាប់នាងឲ្យចាក់ចេញពីទីនេះហើយឈប់តាក់ទងជាមួយបងយ៉ាបើចង់សុខខ្លួនថ្ងៃនេះយើងមកពមៀននាងជាលើកទី1បើនាងនៅតែចេះតាក់ទងនឹងបងយ៉ាទីយើងមិនធានាទេថានឹងមានអ្វីកើតឡើងម៉ាលីកាភ័យខ្លាចណាស់ព្រោះធ្លាប់ត្រូវអ្នកស្រីសូយ៉ានិងចាដាវាយធ្វើបែបលំបាក់ស្បាតតាហាស្រស់ស្រីសំពេនីឡាទាំងរលីងរលងទឹកភ្នែកអ្នកនេះមិនតែកុំធ្វើបាបខ្ញុំអីខ្ញុំក៏មិនចង់ឲ្យមានរឿងយ៉ាងនេះដែរប៉ុន្តែខ្ញុំជាពាក់ប្រាក់លោកប្រយ៉ាច្រើនបើចង់ឈប់នៅបម្រើកូនតើទៅសងប្រាក់គាត់រួចសិននីឡាជ្រុញចិញ្ចាឲ្យតែប្រកាសថាសងប្រាក់រួចនាងឈប់តាក់ទងនឹងកូនយើងនឹងឲ្យប្រាក់នាងសងគាត់វិញឥឡូវនាងសរសេរសម្បត្តិទុកឲ្យគាត់ទៅយើងយកប្រាក់មកទុកនៅទីនេះចំណែកនាងវិញត្រូវចេញឲ្យផុតពីជីវិតពួកយើងបើនាងនៅតែហ៊ានលួចជួបគាត់ទៀតឬតាក់ទងគ្នាទៀតយើងមិនទុកនាងទេម៉ាលីកាលុតចង្គង់ចងយឺតទាំងខ្លោចផ្សាក្នុងចិត្តស្រីទរកុតម្នាក់ដូចជានេះមានអ្វីអាចប្រឈមមុខជាមួយពួកគេបាននោះស្រស់ស្រីវិចារទាំងអូលដើមកោចាសូមអ្នកនាងជួយសងប្រាក់ទៅលោកយ៉ាផងដើម្បីឲ្យនាងខ្ញុំឈប់ចម្ពាក់ចម្ពិនជាមួយគាត់ទីរឿងនេះតើយើងជាអ្នកចាត់ចែងនាងដឹងតែរៀបកៅអៅចេញទៅកាន់តែឆាប់កាន់តែល្អម៉ាលីកាប្រញាប់ចូលទៅក្នុងប្រទេសរៀបចំខោអាវភ្លីរួចសរសេរសម្បត្តិទុកលើតុក្បាលដំណេកឲ្យក្រិតជាពេលណាដែលគេនឹកឃើញមកទីនេះនីឡាញញឹមស្ងួននាងនេះដូចជាស្រួលនិយាយគ្នាដែរបើហ៊ានរឹងរូបច្បាស់ជាស្គាល់ដែរនីឡាហាប្រល្អដូចបងចាយើងមិនបដ ாய் ឲ្យស្រីនេះមកជ្រៀតជ្រែកងាយទេស្រស់ម៉ាលីកាយកកបោខោអាវចេញទៅស្ទំពេលលីអំវងមីងថាទាំងក្រៀមក្រប្រាប់ពួកគាត់ថានាងរកការងារបានធ្វើត្រូវទៅនៅកន្លែងផ្សេងហាធីតាយកអាវត្រូវប៉ាក់ដិនឲ្យមីងថាយកទៅសងគេវិញតតែម៉ាលីកាចេញទៅផុតទៅនីឡាបើកឡានចេញទៅដែរនាងយកគ្រឿងពេជ្រដែលពាក់ជាប់នឹងខ្លួនទៅលក់ក្នុងហាងធំមួយនៅផ្សាររតនគិរីយកប្រាក់មកទៅក្បែរសម្បត្តិកែវរួចរាល់ទៅនីឡាត្រឡប់ទៅផ្ទះសុក្រិតធ្វើដូចមិនដឹងរឿងអ្វីទាំងអស់ក្រោយពេលបាយជួបជុំគ្នានៅផ្ទះណាវ៉ាណារូគ្រួសារលោកសុក្រិតនិងម៉ានិលនាំគ្នាត្រឡប់មកផ្ទះវិញក្រិតជាប្រាប់លោកសុក្រិតថាមានរវល់ជួបមិត្តភក្តិតតែជប់ទៅផ្ទះវិញរួចអ្នកកំឡោះបើកឡានបែកពីឪពុកក្រិតជាឆ្លៀតទៅជួបកែវតនីឡាមិនតាមមកជាមួយ
គិតទៅថាជើងមួយចង់ទាន់ទុកពីរគឺពិបាកបែបនេះហាប៉ុន្តែបរិសុទ្ធជាច្រើននៅតែចូលចតដើរផ្លូវនេះធ្វើឲ្យជីវិតគ្រួសារខ្លះគ្មានសេចក្តីសុខព្រោះតែបេះដូងបែកជាពីរអ្នកប្រុសសង្ហាចូលមកដល់ចំការផ្កាឃើញទ្វារផ្ទះចាក់សោពីក្រៅគេឆ្ងល់ដែរម៉ាលីកាមិនធ្លាប់ចេញតាណាទេក្រចាយកកូនសោចាក់ចូលទៅមនុស្សឈរសម្លឹងកបោប្រាក់នៅលើតាក់ផាំងបន្តិចរួចលោកយកសម្បត្តិមកបើកយឺតលាសិនហាត្រង់សារិការបស់ខ្ញុំលោកប្រុសពេលនេះខ្ញុំមានប្រាក់សងលោកអាហាខ្ញុំសុំសេរីភាពរបស់ខ្ញុំវិញខ្ញុំមិនបាច់ប្រាប់ទេថាខ្ញុំបានប្រាក់ដោយវិធីណាប៉ុន្តែស្រីដូចខ្ញុំគ្មានអ្វីក្រៅពីបដូរខ្លួនដែលគ្មានតម្លៃនោះទេគ្រាន់តែខុសគ្នាត្រង់ខ្ញុំចង់នៅបម្រើអ្នកដែលទំនេរមិនចង់តាក់ទិននឹងប្រុសដោយចិត្តរៀបការដូចលោកប្រុសលេហាលេរហូតអស់មួយជីវិតផ្កាកែវកំសត់ក្រចាញីសម្បត្តិបោះចោលទាំងក្តៅររាក្នុងចិត្តមិនដឹងហេតុអ្វីទេអ្នកមិនចង់ឲ្យផ្កាមួយតូដែលធ្លាប់ជារបស់នេះคล้ายទៅជារបស់អ្នកដតីឡើយបរោះចង្អៀតចង្អល់ហួងហែកណាចង់ស្រវាយយកដៃពីរដៃបីប៉ុន្តែមិនបានគិតដល់អារម្មណ៍ស្រីទេថាត្រូវទទួលការឈឺចាប់ប៉ុណ្ណាស្នេហាដែលក្រចាផ្ដាល់ឲ្យម៉ាលីកៅពេកនេះគឺຕົកដូចជាសត្វចិញ្ចឹមមួយក្បាលប៉ុណ្ណោះហើយក៏មិនព្រមទទួលថាខ្លួនខុសបែរជាប្រច័ណ្ឌហួងហែងគេទៅវិញអ្នកកំឡោះបើកឡានចេញទៅចង្លឹងដូចអស់តាមរកម៉ាលីកាពីច្រកផ្លូវមួយទៅច្រកផ្លូវមួយអ្នកដឹងថាកៅមិនហ៊ានត្រឡប់ទៅរកអ៊ំស្រីនាងទេហើយនៅរតនគិរីក៏គ្មានស្គាល់អ្នកណាដែរហើយអ្វីក៏តេតងប្រុសបានលឿនយ៉ាងនេះនរៈសង្ហាមិនព្រមបញ្ចប់រឿងរវាងអ្នកនិងកៅដោយគ្មានបាននិយាយគ្នាមួយម៉ាត់ដូច្នេះឡើយក្រចាបើកឡានទៅគ្រប់កន្លែងសាកសួរគេតាមផ្លូវរហូតតែគ្មានអ្នកណាបានឃើញម៉ាលីកៅទេតតែយប់ទៅអ្នកកំឡោះត្រឡប់ទៅផ្ទះវិញតាំងទឹកមកមួមករួចចូលទៅសំងំក្នុងបន្ទប់សូម្បីតែនីឡាក៏មិនរវល់នីឡាកំពុងអង្គុយមើលទូរទស្សន៍ជាមួយសភ័ត្រានាងតែមើលក្រចាទាំងឆេះឈួលក្នុងចិត្តពេលឃើញអ្នកកំឡោះដូចជាយកចិត្តទុកដាក់នឹងស្រីធម្មតាម្នាក់ដូចជាម៉ាលីកានាងចង់ឲ្យក្នុងបេះដូងគេមានតែរូបនាងម្នាក់គត់គេច្បាស់ជាមកពីរកកែវហាទៅមើលម៉ៅយ៉ាងនេះសភ័ត្រាតាមមើលបងប្រុសទាំងឆ្ងល់បងយ៉ាមកពីណាដូចជាមកម៉ៅម្លេះនីឡាញញឹមស្ងួតងើបឈរជិតយឺប្រហែលមកពីតាមរកស្រីស្នេហ៍របស់គាត់មិនជប់តែដឹងសភ័ត្រាធ្វើភ្នែកស្លឺបងយ៉ាមានស្រីផ្សេងទៀតឬបងឡាមាននារីល្អគ្រប់យ៉ាងដូចបងហានៅចៅរំលែកបេះដូងទីមែនហាដូចជាប្រុសម្នាក់នោះអញ្ចឹងអណ្ដាតអត់ឆ្អឹងចង់បត់បានយ៉ាងម៉េចក៏បានខ្ញុំមិនតន់ទៅរករឿងគេផងនីឡាតបទាំងកំហឹងណែនក្នុងចិត្តប៉ុន្តែខំតបអារម្មណ៍ព្រោះនាងឆ្លាតមិនចង់ខ្លាចជាទូយៈខនេះក្នុងកែភ្នែកក្រចាឡើយប្រហែលមកពីបងល្អមិនតន់គ្រប់គ្រាន់តែដឹងបងចូលទៅមើលគាត់បន្តិចសិនចំពោះកល្យានប្រានបោះ